បាទសូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីស្នេហាបាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិមិត្តពុកម៉ែបងប្អូនស្ដាប់ដែលអត្ថបទព័ត៌មាននេះដែលមានចំណងជើងថា ND ផុសរូបថតម៉ូដជាមួយនឹងបេនីយ៉ាងការចូលសិល្បៈដំបងធ្វើឲ្យអ្នកគាំទ្រនឹកដល់រឿងនេះផ្លេតប្រិមិត្តបាទបានចឹងទេតើរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាស្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដោយតទៅតែមុននឹងស្ដាប់នៅអត្ថបទព័ត៌មាននេះសូមប្រិមិត្តជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតលោកលាវពិសិដ្ឋហៅថា ND ត្រូវបានមហាជនចាត់ទុកជាតារាប្រុសដែលមានសំណាងល្អមួយរូបព្រោះតែអាចនិយាយបានថាលោកគឺជាតារាប្រុសតែម្នាក់គត់ដែលបានថតរូបភាពស្និទ្ធស្នាលអោបគិកើជាមួយនឹងកំពូលតារាស្រីលំដាប់នៅក្នុងប្រទេសច្រើនជាងគេបង្អស់កាលពីអតីតកាលបាទគឺតារាសម្ដែង ND ប្រិមិត្តបាទលោកមានសម្រស់ស្រស់ស្អាតហើយខ្ពស់ផងដែរប្រិមិត្តបាទនេះជារូបរបស់គាត់បាទនេះជារូបភាពរបស់លោក ND ប្រិមិត្តបាទពិតជាស្រស់ស្អាតខ្ពស់កាលពីនៅក្មេងប្រិមិត្តបាទមកដល់នឹងបច្ចុប្បន្នទោះបីលោក ND ហាក់រសាត់ខ្លួនឃ្លាតឆ្ងាយពីវិស័យសិល្បៈបន្តិចមែនប៉ុន្តែម្ដងម្កាលតារាប្រុសរូបនេះក៏បានយករូបភាពចាស់ដែលលោកបានថតបង្ហាញម៉ូដជាមួយតារាស្រីល្បីនៅក្នុងប្រទេសមកបង្ហោះនៅលើករណី Facebook ចែករំលែកជូនអ្នកគាំទ្របានទស្សនាដើម្បីជាការនឹករលឹកដល់អនុស្សាវរីយ៍ធ្លាប់មានឈ្មោះបោះសម្លេងកាលពីមុនផងដែរបាទនេះជារូបលោក ND ប្រិមិត្តបាទពិតជាស្រស់ស្អាតតារាស្រីនេះក៏ស្អាតដែរប្រិមិត្តបាទតួយ៉ាងរូបថតជាច្រើនសន្លឹកដែរលោក ND បានថតជាមួយតារាសម្ដែងស្រីបេនីយ៉ាងកាលពីនាងទៅចូលប្រឡូកលើវិស័យសិល្បៈឆ្នាំដំបូងត្រូវបានមហាជនបានចាប់អារម្មណ៍ឡើងវិញជាពិសេសចំពោះរូបសម្រស់របស់អ្នកនាងបេនីយ៉ាងផ្ទាល់ដែលកាលនោះនាងគឺជាស្រីស្អាតដែលទទួលបានការសរសើរពីមហាជនយ៉ាងខ្លាំងមិនថារូបរាងឬក៏ទម្រង់មុខមាត់នោះទេហើយបើងាកមកបច្ចុប្បន្នវិញសម្រស់តារាស្រីរូបនេះគឺកាន់តែស្អាតប្លែកមួយបែបទៀតផងដែរបាទបេនីវិមិត្តបាទឈ្មោះបេនីវិមិត្តបាទតារាពីមុនវិមិត្តបាទនេះជារូបភាពរបស់នាងបាទដែលថតជាមួយលោក ND វិមិត្តបាទនេះជាលោក ND វិមិត្តបាទនេះជារូបរបស់គាត់បាទអូខេប្រិមិត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះសូមប្រិមិត្តតាមដានទស្សនាស្ដាប់នៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតដែលអត្ថបទព័ត៌មាននេះដែលមានចំណងជើងថាពិតជាឬអត់អ្នកជំនាញទម្លាយច្បាស់មនុស្សប្រុសធ្វើការងារ4តំណែងនេះគឺជាមនុស្សសាវ៉ាពូកែក្បត់លេខ1បាទមនុស្សប្រុសធ្វើការ4យ៉ាងប្រិមិត្តដែលជាមនុស្សប្រុសសាវ៉ាក្បត់លេខ1បាទអញ្ចឹងទេតើអត្ថបទនៃព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាសម្រាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅនាងម៉ាឌីជីនីនស្មីត
ដែលមានន័យថា32ឆ្នាំជនជាតិអាមេរិកដែលមានអាជីពជាអ្នកចាប់មនុស្សប្រុសក្បត់ចិត្តនិងជាអ្នកជំនាញនៅក្នុងការត្រួតពិនិត្យភាពស្មោះត្រង់របស់បុរសចំពោះនារីបានទម្លាយឲ្យដឹងថាមនុស្សប្រុសដែលមានអាជីពទាំង4នេះគឺជាមនុស្សប្រុសដែលសាវានិងពូកែក្បត់ចិត្តដៃគួរជាទីបំផុតដែលក្នុងនោះមានដូចជាប្រិមិត្តចឹងថាមនុស្សប្រមាណចំណុចប្រិមិត្តបានជាមនុស្សប្រុសក្បត់ចិត្តស្រីសម្បំម្លេះប្រិមិត្តអញ្ចឹងយើងទស្សនាជាបន្តទៀតបាទទី1ប៉ូលីសហើយបាទមូលហេតុអីបានជាប៉ូលីសឧស្សាហ៍ក្បត់ចិត្តស្ត្រីខ្លាំងម្លេះបាទនាងបានឲ្យដឹងថាតាំងពីនាងធ្វើអាជីពនេះមកនាងចាប់បានប៉ូលីសក្បត់ចិត្តដៃគូបានជាង100នាក់ចំពោះបទពិសោធន៍របស់នាងអាជីពនេះគឺងាយនឹងក្បត់ដៃគូខ្លាំងពេកខ្លាំងជាងគេលើសពីនេះទៅទៀតអាជីពនៅក្នុងសេវាសាធារណៈដូចជាអ្នកពន្លត់អគ្គិភ័យអ្នកសង្គ្រោះទាហានក៏មានភាគរយក្បត់ចិត្តដៃគូដូចគ្នាផងដែរបាទទី2គ្រូបង្វឹកហាត់ប្រាណបានឲ្យដឹងថាមនុស្សប្រុសដែលហាត់ប្រាណតែងតែថតបង្អួចសាច់ដុំឬក៏រៀងជាប្រចាំជាហេតុធ្វើឲ្យងាយនឹងមានការលួចក្បត់ដៃគូជួនកាលការថតរូបបង្ហោះមិនមែនជាបញ្ហាធំទេតែបើបង្ហោះជាប្រចាំនេះអាចនឹងជាសញ្ញាសំខាន់អ្វីមួយយ៉ាងហើយបាទចំណុចទី3អ្នកចំនួននិងអ្នកលក់បាទអ្នកលក់ប្រិមិត្តបាទមនុស្សប្រុសដែលមានអាជីពទាំងនេះសុទ្ធតែត្រូវធ្វើដំណើរច្រើនដែលនេះគឺជាឱកាសដែលពួកគេអាចក្បត់ដៃគូបានពួកគេអាចយកលេខលេសការងារដូចជាទៅញ៉ាំបាយជាមួយអតិថិជនទៅធ្វើការខាងក្រៅដើម្បីកុហកដៃគូបានយ៉ាងស្រួលទី4មេធាវីប្រិមិត្តបាទយើងចូលដល់ចំណុចទី4ទោះបីជាអាជីពនេះមើលទៅថ្លៃថ្នូរនិងមានវិជ្ជាជីវៈតែមេធាវីមួយចំនួនអាចមានគំនិតថាបើខ្លួនធ្វើការច្រើនក៏ត្រូវតែសប្បាយឲ្យច្រើនដែរដូច្នេះវាគឺជាហានិភ័យនាំឲ្យកើតភាពមិនស្មោះត្រង់ចំពោះដៃគូបាទពួកប៉ូលីសពិមិត្តបាននេះជាចំណុចពីហាត់ប្រាណពិមិត្តបាទគ្រូបង្វឹកហាត់ប្រាណក៏ជាអ្នកក្បត់ចិត្តលេខ1ផងដែរបាទអ្នកធ្វើ business អ្នករកស៊ីបាទនេះជាអ្នករកស៊ីពិមិត្តបាទប៉ូលីសអូខេប្រិមិត្តបាទអត្ថបទព័ត៌មាននេះខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តពុកម៉ែបងប្អូនដែលបានតាមដានទស្សនាសម្រាប់នៅអត្ថបទព័ត៌មាននេះតែមុននឹងបញ្ចប់នៅអត្ថបទព័ត៌មាននេះបាទសូមប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចនៅ Subscribe និងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតផងដែរបាទជាចុងបញ្ចប់នេះបាទខ្ញុំបាទក៏សូមអរគុណប្រិមិត្តផងដែរជាចុងបញ្ចប់ខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាបាទ